cha videoមួយនេះគឺយើងនឹងមកមើលនៅរបៀបលាយចា scrub ខាត់ស្បែកចាដោយខ្លួនឯងនៅផ្ទះបើសិនជាយើងមានម្សៅអង្ករយើងយកអង្ករទៅកិនចាអាហ្នឹងក៏ជា ingredient មួយដែរចាបើសិនជាអត់មានខ្ញុំប្រើជាកាហ្វេចាកាក់កាហ្វេហើយបន្ទាប់មកយើងមានជាចាទឹកដោះគោស្រស់ហើយប្រេងនេះគឺប្រេងដូងប្រេងដូងប្រេងល្ងហើយនឹងនេះគឺបល័យចាម្សៅបល័យបើសិនជាយើងមានល្មៀតយើងដាក់បន្តិចទៅចាហើយក្រូចពោធិ៍សាត់បន្ទាប់មកទឹកឃ្មុំចាអញ្ចឹងយើងលាយទាំងអស់នឹងចូលគ្នាបង្កើតបានជា scrub ហើយយើងខាត់ស្បែកចាមួយអាទិត្យម្ដងឬមួយក៏2 ដងក្នុងមួយខែតែបើសិនជាយើងអត់មានពេលយើងអាចខាត់មួយខែម្ដងក៏បានដែរចាអញ្ចឹងយើងចាប់ផ្ដើមលាយយើងដាក់អានេះកាក់កាហ្វេចាដាក់ចូលទៅដាក់ប្រហែលជា50 cup បានន័យថា2ស្ព្រាបាយអញ្ចឹងទៅចាបើមានច្រើនដាក់ច្រើនចាទៅដោះគោខ្ញុំចង់បានរាវខ្ញុំដាក់ប្រហែលនឹងកាហ្វេដែរចាយើងមើលលបាយហ្នឹងបើសិនជាលក្ខណៈថារាវល្មមហើយយើងអត់ត្រូវការច្រើនយើងលាយម្ដងយើងប្រើម្ដងយើងមើលតាមនឹងដែរចាបន្ទាប់មកយើងចាយើងដាក់បល័យហ្នឹងយើងដាក់2ដែរទៅចា1 2បើយើងចង់បានក្លិនឲ្យឈ្ងុយយើងហ្នឹងហើយមួយទៀតមកបន្ទាប់មកយើងចាក់ទឹកឃ្មុំចូលចាទឹកឃ្មុំយើងដាក់1 ស្លាបព្រាបាយចាហានីអីយើងអានេះប្រេងល្ងចាប្រេងល្ងយើងអាចយកល្ងខ្មៅក៏បានល្ងសក៏បានដាក់1 ស្លាបព្រាមកអញ្ចឹងអានេះប្រេងដូងចាកូណាត់ដោយសារខ្ញុំដាក់ប្រេងដូងច្រើនហើយប្រេងនឹងក្រូចនេះគឺពេលដែលយើងខាត់យើងអាចយកមកជូតលើស្បែកតែម្ដងចាឥឡូវយើងកូរល្បាយរបស់យើងហើយយើងមើលទៅចាបើយើងមានអង្គកិនយើងដាក់ទៀតបើអត់អីចាអញ្ចឹងអានេះល្បាយសម្រាប់យើងscrub ស្បែកយើងឲ្យមានភាពសំណើមហើយនឹងរលោងចាកម្ចាត់កោសិកាចាស់ហើយយើងធ្វើវាឲ្យបានយ៉ាងហោចណាស់1 ខែម្ដងអញ្ចឹងទៅចាអញ្ចឹងវីដេអូហ្នឹងគឺមានចាវិធីមួយហ្នឹងហើយនឹងសង្ឃឹមថាយកទៅប្រើប្រាស់បានប្រសិទ្ធភាពអរគុណច្រើនចាជួបគ្នាវីដេអូក្រោយជម្រាបលា So this is the video that we can make scrub by ourselves at home and all ingredients are natural. So start with that coffee ground and that powder, the root, it called gingeber root powder, and sometimes we can use turmeric a little bit, but turmeric can stand you know the color on the skin, so this have better. And the milk, fresh milk, and we have coconut oil and honey, yeah, and also this is virgin white sesame seed like oil, and then we put them together and we use it once a week or twice per month if you have time, and if you don't have time you can do only once a month. This scrub will have the skin glow, healthy and smooth.
So hope you guys enjoy. See you next video. Take care.